មកបងនេះឲ្យទៅជាប់ជាតិឥឡូវបាត់សម្ភារតិច ឆ្លើយតែយ៉ាងហ្នឹង តតែចប់ថ្មីព្រោះសំណួរគេសួរខ្លះយើងអាចទៅចាំហ៎ជំរាបសួរបងប្អូនទាំងអស់គ្នាឡើងមកដល់កែវ The Lake or Houston Lake ប៉ុន្តែអត់បានទៅ Lake ទេឥឡូវឈប់នៅកន្លែងគេថាមានរោងគេណាឥឡូវដល់វគ្គហៅបាយនេះបងប្អូននេះបាយឥឡូវនេះគឺសំខាន់មានបាយស្រូបបងប្អូននេះនេះមើលបងប្អូននេះសិតញ៉ាំទឹកបន្តិចមកអេមែនឆ្ងាញ់នេះកុំភ្លេចនេះស្នាដៃបាយស្រូបនេះណែណាគាត់នៅលក់នៅវត្តហ៎អូយនេះសេហៅនេះបុកស្ដាយលក់នៅវត្តដែរញ៉ាំអូខេញ៉ាំបុកស្ដាយនេះស្នាដៃចែមុំនៅកណេះបុកស្ដាយនេះឆ្ងាញ់តែស្ដាយនេះបងប្អូននៅកន្លែងនេះគេសំខាន់វាដូចកន្លែងធំកន្លែងនេះខ្ញុំមកលើកទី2ទៅនេះធំល្អបងប្អូនជាមួយខ្ញុំបវល់តែនោះតិចអត់មានកន្លែងថាមានកន្លែងលេងអីខ្លះនេះក្មេងអីបងប្អូនឃើញណាខ្ញុំមានកន្លែងលេងហ្នឹងទៅណាឃើញតែគេមានបន្ទប់ទឹកអីគេនេះបន្ទប់ទឹកត្រឹមត្រូវណាឃើញ playground ច្រើនណានេះមាន picnic ជួបជុំបងប្អូនខ្មែរយើងនៅសហរដ្ឋអាមេរិកជាពិសេសអ្នកអង្គរបរិយយើងនេះបរិយសុខសប្បាយទៀតណាសុខសប្បាយមើលបុកទីខ្ញុំមានបុកពីរទៀតណាអូបុកពីរទៀតបុកនៅចាក់ដៃមកណាអូខេមានមួកធំនេះសិនអ្នកលក់វត្តអូនចឹងថ្ងៃ27នេះអ្នកនេះសិនអ្នកលក់វត្ត27នេះនៅវត្តសុកស្រែកម្មវិធីអីគេអភិសេកព្រះបងណាចឹងព្រះនៅដឹកពីស្រុកខ្មែរមកហេបងប្អូនបាយស្រូបបងប្អូនឃើញតែបុកនៅវត្តឥឡូវថ្ងៃនេះមកបុកនៅអូឆ្នាំនេះរោបុកនៅវត្តរោបុកស្រីគួរដែរតែគួរល្អចឹងស្ទប់កាត់ភ្លើងផងអត់ក៏យើងកាត់ភ្លើងឲ្យយងកាត់ភ្លើងបងប្អូននេះកាលមកអាមេរិកដំបូងខ្ញុំអត់តន់មកហើយសិតតែអីបៀលហាងដូណាត់ហ្នឹងបងប្អូននេះតែអត់ដឹងបៀលហាងដូណាត់ទៅអត់ដើរឥឡូវអត់ជោគជ័យរៀងបើពេលអញ្ចឹងទៅតែចាញ់បុកល្ហុងអីទៅវាល្អជាងបៀលដូណាត់ទៅទេបងប្អូនឥឡូវថាមានតែបុកល្ហុងឯងហើយលក់នៅវត្តធ្វើនំប៉ាវធ្វើសាច់ក្រកប៉ុណ្ណាបងប្អូនព្រោះជួនកាលវាចេះណាបងប្អូនវាមានផងសួរយើងអត់ដល់វាទៅអត់រួចទេកាលនៅស្រុកខ្មែរគេហើយអីបន្ទួយធ្លាប់អីលក់ពៅសាងហ្នឹងនេះពៅសាងតាំងពីអីគេឆ្នោតចាប់ទៀតណាអូនេះហើយអ្នកបងប្អូននេះចេះហើយម៉ែក្មេងឲ្យក្មេងខ្ញុំគាត់អ្នកកាប់ជ្រូកហ្នឹងទៅបងប្អូនហូបសាច់ក្រកហ្នឹងឆ្ងាញ់ណាស់ស្អីនេះចុះរសជាតិហ្នឹងគឺអត់មានរៀនពីណាទេគឺរៀនពីគ្រូសាមកអញ្ចឹងទៅវាឆ្ងាញ់តាមធម្មជាតិអញ្ចឹងទៅអញ្ចឹងមិនចេះតែដូចបងប្អូនខ្លះចេះធ្វើទៅឯណាអានេះគឺមានតំណមកណាគេហៅតពូជមកណាហើយសំខាន់អ្នកកាប់ជ្រូកអញ្ចឹងបងប្អូនណាអញ្ចឹងហើយអ្នកកាប់ជ្រូកដឹងហើយជីវិតបែបសាមញ្ញអត់មាន high show អីណាគ្លីបបាក់អីទេបងប្អូនណាធម្មតាជីវិតសាមញ្ញព្រោះជីវិតយើងបែបនេះថាបើយើងធ្វើ high class វាអត់ស្រួលមិនតែអត់ចង់ឲ្យខ្លាំងគេទេបាទអត់ធ្វើសមមែនទេវាស្អាតមិនហ្នឹងហើយទៅជាប់ជាតិឥឡូវបាត់សម្ភារតិចឆ្លើយតែយ៉ាងហ្នឹងតតែចប់ថ្មីព្រោះសំណួរគេសួរខ្លះយើងអាចទៅចាំហ៎មួយចាំទាំងអស់ហ្នឹងចឹងតែអត់នឹងចម្លើយពេលជាប់ជាតិបងប្អូនហើយពេលណាជាប់ថាឲ្យស្រួលបងប្អូនណាប៉ុន្តែអ្នកធ្លាក់ថាចាស្រួលតែស្រួលណាស់តែសំខាន់គាត់មកជាប់ស្ដោតហើយតែឯកសារវាស្អាតហ្នឹងជួលចឹងចូលហ្នឹងមកដំបងហើយមកដំបងពេលនេះអត់ស្អាតកុំនិយាយឆក់ណែសតេកលើគេបងប្អូនមកដំបងមួយសិតសតបងណាតែឥឡូវកាត់ឥឡូវក៏នៅមិនសតឥឡូវកាត់កែចាប់ដើមអ្នកដូណាត់ដំបងយើងត្រូវក្នុងចិត្តយើងត្រូវមាននេះខ្លះគឺថាមុននឹងមានដល់ថវិកាឬក៏ធនធានយើងត្រូវក្នុងចិត្តយើងទី1យើងត្រូវគិតថាយើងមកធ្វើអីហើយបើយើងអត់ជំរឿនឲ្យមានដូណាត់នឹងមួយទេអាហ្នឹងនិយាយខ្ញុំយ៉ាងចឹងបងប្អូនផ្សេងក៏ដូចគ្នាតែកាលណាយើងមានជំរឿនតែមួយក
ពងវាអាចថាល្អដែរយើងអត់បែកចិត្តថាចង់ទៅនេះជីកទៅនោះបន្តិចអញ្ចឹងយើងមានជំរឿតែមួយយើងដឹងថាធ្វើតែដូណាត់ទៅលែងខ្វល់ហើយ យើងមានធនធាន នឹងមានធនធានអញ្ចឹងយើងបែកចំណិតទៀត អញ្ចឹងខ្ញុំតទៀតជើងដូចដំបងមិញដូចទេអញ្ចឹងមានឲ្យយើងកំពុងនៅលើទូកហើយនៅលើសមុទ្រហើយអញ្ចឹងអត់មានអីទេមានរឿងចៅទៅមុខមានប៉ុណ្ណាអញ្ចឹងដូចខ្ញុំហ្នឹងយើងអត់ចេះឲ្យដូចគ្នាដូចខ្ញុំអីអត់មានទៅឆ្លាយនៅអាមេរិកអីចឹងណាអញ្ចឹងអត់មានអីទេមានកម្លាំងបាយ បាទយើងមានតែកម្លាំងហ្នឹងហើយយើងចេះតែធ្វើទៅថ្ងៃណាមួយយើងជួបអីផ្សេងជួបមនុស្សផ្សេងទៅយើងបានបទពិសោធន៍យើងបានការណែនាំការទូមានពីមិត្តភ័ក្តិបងប្អូនដែលគាត់នៅនេះមុនហ្នឹងហ្នឹងហើយគាត់ណែនាំយើងចេះរៀនតពីពួកគាត់ចឹងណាហើយយើងមានដើមទុនអីខ្លះបន្តគាត់អ្នកខ្លះគេ2ឆ្នាំ3ឆ្នាំ4ឆ្នាំខ្ញុំចង់6 7ឆ្នាំណាមុនតែយើងមានអាចមានហាងផ្ទាល់ខ្លួនឯងបាទ តែសំខាន់នេះដំបងយើងគេហៅអាប្រកាន់ជាប់នេះគេភាពស្មោះត្រង់ មោះត្រង់អូសំខាន់ណាស់អត់អីអត់ទៅសំខាន់អាការងារមិនសូវចេះមិនសូវអីយ៉ាងម៉េចហ្នឹងរឿងរៀនតាមក្រោយឯងសំខាន់គឺមោះត្រង់ អញ្ចឹងបើយើងស្មោះត្រង់ទៅបើយើងអត់មានបាត់ធនធានភាពស្មោះត្រង់យើងគេឲ្យយើងខ្ចីឬក៏អីទៅថា អាហ្នឹងមកតាមក្រោយឯងអាហ្នឹងមកតាមក្រោយព្រោះមនុស្សយើងអ្នកណាក៏គេចូលចិត្តរឿងមនុស្សអ្នកស្មោះត្រង់ដែរបាទ ចឹងមកត្រង់មួយយើងអាចគិតវិញឆ្ងាយ បាទអាហ្នឹងជាគ្រឹះរបស់មនុស្សហើយហើយជាគោលការណ៍របស់ខ្ញុំដែរ យេ អរគុណច្រើន ចឹងអត់បានលទ្ធផលប៉ុណ្ណេះណាគេចឹងវីដេអូគេហ្នឹងវាប៉ុណ្ណឹងឯងចង់ជួបប៉ុណ្ណឹងឯងព្រោះឮថាជាប់សញ្ជាតិចង់ទៅទីខ្លះហ្នឹងតែមិនបាច់សួរសួរច្រើនចូលថាជាប់ហើយសួរក៏អត់ដឹងហើយបាច់ឆ្លើយអូខេ Quét lên cho hải. អរគុណច្រើនបានអរគុណច្រើនសុខសប្បាយជួលាបាយ